ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះយើងធ្វើម៉ាំល្ហុងចាស់ម៉ាំល្ហុងវាមានដូចជាល្ហុងត្រីប្រឡាក់ទុកត្រីប្រឡាក់ហ្នឹងយើងទុកឲ្យយូរដើម្បីឲ្យវាងុំហើយយើងមកលេងកលីងលាយជាមួយកលីងលាយជាមួយអំដេងយើងលាយជាមួយខ្ញីចាមានខ្ញីមានអំដេងមានអង្ករលីងហើយនឹងត្រីប្រឡាក់ហ្នឹងយើងប្រឡាក់ឲ្យរៀងយូរបន្តិចហើយយើងដាក់ប្រឡាក់អង្ករលីងទុកដើម្បីឲ្យវាឈ្ងុយចាហើយបន្ទាប់មកយើងចិតល្ហុងជាចំណិតណាហើយមានម៉ូតមានអីចឹងណាដើម្បីមើលទៅស្អាតចាហើយល្ហុងហ្នឹងយើងយកសាគៀដើម្បីឲ្យមានទៀតរសជាតិរៀងផ្អែមតិចហើយខ្ញីយើងកាត់កង់យើងកាត់ចិតជាចំណិតវែងណាដើម្បីឲ្យវាមានរសជាតិហឹរតិចហើយចូលជាតិជាមួយនឹងល្ហុងយើងហ្នឹងគឺរសជាតិឆ្ងាញ់តែម្ដងចាអញ្ចឹងឥឡូវនេះយើងកំពុងលាយគ្រឿងវាធ្វើឲ្យវាសព្វចូលជាតិឲ្យសព្វហើយបានយើងយកដាក់ប្រអប់ចាដាក់ប្រអប់វាដើម្បីនេះតែយើងដាក់ប្រអប់ហើយចាចឹងដាក់មកប្រអប់មកដើម្បីងាយស្រួលយកទៅញ៉ាំឬក៏យកទៅលក់ក៏បានដែរចាអញ្ចឹងពួកខ្ញុំធ្វើនេះធ្វើសម្រាប់លក់ចាបងប្អូនអាចត្រូវការទិញឬក៏អាចកម្មង់បានណាបងប្អូនចាអញ្ចឹងមើលគ្រាន់តែឃើញពណ៌អញ្ចឹងហើយយើងដាក់រៀបចំទាំងស្អាតអញ្ចឹងគឺរសជាតិមើលទៅគួរឲ្យឆ្ងាញ់ហ្មងចាអរគុណច្រើនបងប្អូន